ជាតំណាងឲ្យគ្រូមត្តេយ្យសហគមន៍នៅក្នុងស្រុកអូររាំងឪចាថ្ងៃនេះដែរយើងមានចម្រៀងមួយបទក្នុងចំណងជើងថាពេលភ្លៀងធ្លាក់រួចចាចម្រៀងនេះដែរមានគោលបំណងដូចជាឲ្យកុមារស្គាល់ពាក្យថ្មីកុមារអាចចេះសម័យពីទស្សនវិជ្ជាក្រោយពេលភ្លៀងធ្លាក់និងបង្កើតចលនាដៃជើងនិងមានភាពក្លាហានមិនខ្មាស់អៀនក្នុងការចូលរួមសកម្មភាពនានាផ្សេងៗនៅក្នុងសាលារៀនចាចម្រៀងនេះដែរយើងអាចយកទៅបង្រៀននៅលើមុខវិជ្ជាដូចជាចិត្តចលភាពសិក្សាសង្គមនិងគណិតវិទ្យាចាសូមទស្សនាសម្ដាប់ដូចតទៅពេលភ្លៀងធ្លាក់រួចទៅដល់ក្នុងក្លំកង្កែងច្រ